ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel នេះខ្ញុំទៀតហើយថ្ងៃនេះនឹងខ្ញុំបានមុខម្ហូបថ្មីមកចែករំលែកជូនទៅពុកម៉ែបងប្អូនទាំងអស់គ្នាគឺសម្លម្ជូរក្រអៅឈូកត្រីងៀតសម្លម្ជូរក្រអៅឈូកត្រីងៀតនេះគឺរសជាតិឆ្ងាញ់ខ្លាំងមែនទែនពុកម៉ែបងប្អូនគឺប្លែកញ៉ាំបាយអស់ច្រើនអីចឹងណាសម្រាប់ម្ហូបមួយមុខនេះពុកម៉ែបងប្អូនដូចថាអត់ចូលចិត្តត្រីស្រស់ណាអាចទស្សនាវីដេអូនេះខ្ញុំបានគឺខ្ញុំប្រាប់ពីរបៀបសម្លម្ជូរក្រអៅឈូកត្រីងៀតឲ្យមានរសជាតិឆ្ងាញ់អត់ឆ្អាបអត់អីចឹងណាពុកម៉ែបងប្អូនហើយទទួលរសជាតិយ៉ាងឆ្ងាញ់ញ៉ាំជួបជុំគ្រួសារចឹងណាតោះឥឡូវហ្នឹងគឺកុំឲ្យខាត់ពេលយូរបងប្អូនតែមុននឹងចូលពុកម៉ែបងប្អូនកុំភ្លេចណា Subscribe រូបកណ្ដឹងនេះខ្ញុំម្នាក់មួយផងជំហានដំបូងគឺបងប្អូនត្រូវតែមានត្រីងៀតដូចខ្ញុំចឹងមកចិតជាកង់ឲ្យបានស្អាតលាងទឹកឲ្យបានស្អាតចឹងណាហើយសម្រាប់ក្រអៅឈូកវិញគឺពុកម៉ែបងប្អូនធ្វើការបកឬកោសវាបានស្អាតហើយចិតដូចខ្ញុំចឹងមកម្ទេសហាវ៉ៃគុណចឹងដែរគឺពុកម៉ែបងប្អូនលាងទឹកស្អាតហើយហាន់ចំណិតកង់ដូចខ្ញុំចឹងមកណាហើយខ្ញុំបានបន្ថែមមានដូចជាផ្លែត្រឡាចហើយនឹងប៉េងប៉ោះផ្លែត្រឡាចហើយប៉េងប៉ោះគឺពុកម៉ែបងប្អូនធ្វើការចិតលាងទឹកឲ្យបានស្អាតហើយចិតតាមចំណងចំណូលចិត្តអញ្ចឹងណាហើយខ្ញុំបានបន្ថែមជាម្ជូរអំពិលយើងត្រាំទឹកក្តៅឲ្យរីកដូចខ្ញុំអញ្ចឹងមកព្រោះអីពេលប៉ោះយើងស្ទើរជូរអញ្ចឹងយើងអាចថែមថយអញ្ចឹងណាសម្រាប់ម្ជូរអំពិលពុកម៉ែបងប្អូនហើយគ្រឿងកាត់ចាអាមហ្នឹងមានដូចជារំដេងហើយនឹងខ្ទឹមសហើយមានដូចជាម្អមហើយនឹងជីរណាអញ្ចឹងណាបន្ថែមឲ្យសម្លយើងពេលដល់ឆ្អិនទៅបង់ទៅគឺរសជាតិកាន់តែឈ្ងុយហើយឆ្ងាញ់អញ្ចឹងណាពុកម៉ែបងប្អូនឥឡូវកុំឲ្យខាត់ពេលយូរដាក់ដាំទឹកហើយដាក់រំដេងហើយនឹងខ្ទឹមសយើងចូលដូចខ្ញុំអញ្ចឹងមកណាឥឡូវទឹកស្លយើងបានពុះហើយធ្វើការជ្រុំប្រហុកមកជ្រុំប្រហុកជាបណ្ដាមកណាហើយបន្ទាប់ពីជ្រុំប្រហុករួចរាល់ហើយគឺពុកម៉ែបងប្អូនធ្វើការដាក់ត្រីងៀតយើងចូលមកបន្ទាប់ពីដាក់ត្រីងៀតចូលរួចរាល់ហើយគឺធ្វើការដាក់បន្លែប៉េងប៉ោះហើយនឹងបន្លែត្រឡាចហ្នឹងចូលដូចខ្ញុំអញ្ចឹងមកណាហើយធ្វើការរងាស់រងចាំឲ្យពុះអញ្ចឹងណាពុកម៉ែបងប្អូនបន្ទាប់ពីរងចាំមកឥឡូវនៅទឹកស្លយើងជីបានពុះជីបន្តទៀតទេពុកម៉ែបងប្អូនធ្វើការផ្សំគ្រឿងទាំងអស់គ្នាមកខ្ញុំបានបន្ថែមប៊ីចេងបន្តិចហើយនឹងស្ករសយើងហ្នឹងគឺចុងស្ព្រាបាយហើយនឹងទឹកត្រីហ្នឹងគឺចុងស្ព្រាបាយដែរពុកម៉ែបងប្អូនហើយជាចុងក្រោយហ្នឹងគឺបន្ថែមទឹកអំពិលទុំយើងព្រោះពេញប៉ោះយើងស្ទើរជូរអីចឹងចុះដាក់មកជ្រោយបន្តិចអីចឹងណាពុកម៉ែបងប្អូនធ្វើការរងាស់ជីបន្តរងចាំឲ្យពុះអញ្ចឹងណាឥឡូវហ្នឹងពុះជីបន្តទៀតហើយបន្ថែមបន្លែក្រអៅឈូកហើយនឹងម្ទេសហាវ៉ៃហើយសម្រាប់ម្ទេសហាវ៉ៃហ្នឹងគឺពុកម៉ែបងប្អូននិយាយថាចាញ់ហិលមិនបាច់ដាក់ក៏បានដែរសម្រាប់ម្ទេសហ្នឹងពុកម៉ែបងប្អូនព្រោះអីម្ទេសហ្នឹងដាក់ទៅគឺឈ្ងុយខ្លាំងឈ្ងុយឲ្យឆ្ងាញ់ឈ្ងុយហើយហិលតិចអញ្ចឹងណាពុកម៉ែបងប្អូនសម្រាប់សម្លមួយមុខនេះពុកម៉ែបងប្អូនដែលចូលចិត្តបែបហិលញ៉ាំទៅហិលរហូតមិនបាច់ញ៉ាំម្ទេសអីក្រៅដាក់អីទៀតទេគឺដាក់តែម្ទេសហាវ៉ៃយើងចឹងមកគឺហិលឆ្ងាញ់មែនទែនពុកម៉ែបងប្អូនរសជាតិគឺឆ្ងាញ់ហើយឈ្ងុយហ្មងឈ្ងុយម្ទេសយើងហ្នឹងញ៉ាំទៅហិលអញ្ចឹងណាហើយត្រីប្រឡាក់យើងពេលដល់ស្លបែបហ្នឹងទៅគឺរសជាតិឆ្ងាញ់មែនទែនចូលជាតិជាមួយនឹងក្រអៅឈូកกับបន្លែដែលគ្រឿងយើងបានផ្សំទាំងប្រមាណអញ្ចឹងណាហើយបន្តមកទៀតហ្នឹងគឺស្លខ្ញុំបានឆ្អិនហើយដួសដាក់ចានដូចខ្ញុំអញ្ចឹងមកណាហើយភ្លក់រសជាតិទៅថែមថយទៅហើយបន្តមកទៀតហ្នឹងគឺធ្វើការបងជីម្អមឲ្យដូចខ្ញុំអញ្ចឹងមកណារសជាតិគឺឆ្ងាញ់ខ្លាំងមែនទែនពុកម៉ែបងប្អូនសម្លម្ជូរក្រអៅឈូកត្រីងៀតហើយសម្រាប់វីដេអូហ្នឹងគឺពុកម៉ែបងប្អូនដែលបានចូលទស្សនាវីដេអូនេះខ្ញុំប្រសិនបើមានមតិឬក៏ចម្ងល់អ្វីអាច comment សួរខ្ញុំនៅខាងក្រោមបានណាពុកម៉ែបងប្អូនហើយបើពេញចិត្តចូល Subscribe រូបកណ្ដឹងឲ្យនេះខ្ញុំម្នាក់មួយផងដើម្បីទទួលមុខម្ហូបថ្មីអញ្ចឹងណាពុកម៉ែបងប្អូនហើយខ្ញុំសង្ឃឹមថាមុខម្ហូបដែលខ្ញុំចែករំលែកនៅថ្ងៃនេះពុកម៉ែបងប្អូនពិតជាពេញចិត្តហើយនឹងអាចធ្វើសម្លម្ជូរក្រអៅឈូកត្រីងៀតបានរសជាតិយ៉ាងឆ្ងាញ់អញ្ចឹងណាពុកម៉ែបងប្អូនអរគុណពុកម៉ែបងប្អូនដែលបានចូលទស្សនាវីដេអូនេះខ្ញុំពីដើមរហូតដល់ចប់ចាំជួបគ្នានៅមុខម្ហូបថ្មីនៅវីដេអូក្រោយអញ្ចឹងណាពុកម៉ែបងប្អូនសូមជម្រាបលា